ថ្ងៃនេះខ្ញុំចង់បង្ហាញពីរបៀបធ្វើឲ្យកញ្ចក់ទូរស័ព្ទរបស់យើងពពួក Pad Android ដែលយើងអូសមកពីលើចុះមកក្រោមមកយើងឃើញខ្លាបាទឃើញខ្លាបែបនេះដែលដូចគ្នាទៅនឹងពពួកប្រភេទ iPhone នៅពេលយើងអូសមកពីលើចុះមកក្រោមមកយើងឃើញខ្លាដូចគ្នាបាទអញ្ចឹងយើងកុំឲ្យ Android ចាញ់ iPhone ដូច្នេះវាមានកម្មវិធីរបស់វាបាទកម្មវិធីវាហ្នឹងគឺមុនដំបូងយើង download Xpost មុនសិនបាទដើម្បី download Xpost ហ្នឹងបានមុនដំបូងតែខ្ញុំសូមបញ្ជាក់ថា Xpost ហ្នឹងនៅក្នុងPlay Store អត់មានទេនៅក្នុង Play Store អត់មាន Xpost ហ្នឹងទេបាទដើម្បី download Xpost ហ្នឹងបានយើង download តាម UC Mini ក៏បានតាម browser ក៏បានឬមកតាមអីផ្សេងទៀតក៏បានដែរតែនៅក្នុងអ៊ីនធឺណិតយើងចូល search ក្នុងអ៊ីនធឺណិតទៅយើងវាយឈ្មោះ Xpost ហ្នឹងមកគឺហើយយើង download មកដល់ពេល download មកយើង download មកបានជា file សម្រាប់យើងយកមកដំឡើងមកបាទ Xpost ចូលលេខវិញបាទប៉ុន្តែខ្ញុំចង់បញ្ជាក់ថាខ្ញុំ download តាមទូរស័ព្ទខ្ញុំពិបាកក្នុងការ download អញ្ចឹងហើយខ្ញុំប្រើកម្មវិធីមួយដែលសម្រាប់ download គឺកម្មវិធី QTorrent ហើយ QTorrent ហ្នឹងខ្ញុំសេចក្នុង QTorrent Xpost មកវាបង្ហាញមកហើយអញ្ចឹងហើយវាXpost បាទ Xpost មានច្រើននេះគឺតែយើង download មកហើយប៉ុន្តែនេះ Xpost មួយនេះបានជា Xpost ដែលយើង download មកដែលយើងអាចប្រើបានព្រោះថាវាបើប្រភេទពួកនេះវាប្រើត្រាប់ទូរស័ព្ទក្រោម4.4 GHz អីប៉ុន្តែបើមួយនេះយើងអាចប្រើបានសេរីលើ 4.4.2 អីយើងអាចប្រើទៅវា support ជាមួយនឹងទូរស័ព្ទដូចជាទូរស័ព្ទមួយចំនួនវាអត់ support ទេនៅពេលតាមប្រភេទទូរស័ព្ទខ្ញុំសូមបញ្ជាក់ដែរតាមប្រភេទទូរស័ព្ទតែទូរស័ព្ទខ្លះវាអាច support នឹង Xpost មួយហ្នឹងបាទយើងគ្រាន់តែចុចលើវាទៅយើងដំឡើងធម្មតា install ធម្មតាមកតែខ្ញុំមានខ្ញុំ install បន្តទៀតបាទនៅពេលយើងបានកម្មវិធីនឹងមួយហើយយើងចូលទៅក្នុងហ្នឹងទៅហើយយើងចូលទៅកន្លែងពាក្យថា download ហើយយើងដំបូងយើង download ដែលវាឃើញកញ្ចក់ខ្លាអញ្ចឹងមុនដំបូងយើង download blue បាទមួយនេះចប់យើងត្រូវ download កម្មវិធីមួយនេះ Blue Red បាទកម្មវិធីមួយនេះត្រូវ download កម្មវិធីហ្នឹងយើងចូលទៅក្នុង Xpost search Blue Red បាទBlue Red បាទយើង download ឲ្យមួយហ្នឹងបាទដោយសារប្រភេទនេះគឺប្រភេទពួក Xpost សេរីទឹកចេញក្រោយបាទអញ្ចឹងយើង download វាមកដល់ពេលយើង download ហើយ install តែនៅពេលយើង download ហើយយើងចូលទៅនេះចូលទៅកន្លែង module តោះមកយើងចុចមុនដំបូងវាអត់មានគ្រីសទេយើងចុចគ្រីសវាយកមកទាំងអស់អញ្ចឹងមកខ្ញុំសូមបញ្ជាក់ថានេះគឺសម្រាប់កម្មវិធី Blue Red System UI នេះគឺហ្នឹងគឺសម្រាប់ធ្វើឲ្យទូរស័ព្ទរបស់យើងអូសមកពីលើឃើញពណ៌ខ្លាយើងអាចចង់ដាក់ពណ៌អីក៏បានដែរហើយ VT-Book នេះ KK នេះអាហ្នឹងគឺសម្រាប់កែតម្រង់ទូទៅក្នុងទូរស័ព្ទរបស់យើងចង់កែ font ក៏បានកែអីក៏បានដែរក្នុងទូរស័ព្ទយើងចង់លេខ slide ដូច Sony ដូចអីបានច្រើនវាអាចកែបានច្រើនហើយអាមួយនេះគឺសម្រាប់ដូរនេះដូរប្រភេទថ្មសេវាអីហ្នឹងគឺសម្រាប់ដូរប្រភេទពួក style ពួកហ្នឹងហើយ font នេះអានេះគឺ font ដូច្នេះគឺដូចថាខ្ញុំប្រើ font ប្រភេទ font ទឹកចេញក្រោយអញ្ចឹងហើយអានេះគឺសម្រាប់លើ font យើងចង់ឆ្លាញ់ font ណាដាក់ font ហ្នឹងបន្ទាប់ពីយើងចុចអាហ្នឹងហើយយើងចុច click អស់ហើយយើងត្រឡប់ក្រោយវិញយើងត្រឡប់ក្រោយហើយយើងចូលពាក្យ frame matter បាទជាប់ហ្នឹងហើយយើងចុចពាក្យ reboot នៅពេលចុច reboot ទៅទូរស័ព្ទរបស់យើងនឹងបិទ
បត់ restart មិនសិនដល់ពេលវា restart ហើយដល់ពេលវាបើកមកវិញវានឹងចេញកម្មវិធីហ្នឹងឲ្យនៅលើ screen តែម្ដងបាទដល់ពេលចេញលើ screen ហើយឥឡូវខ្ញុំថា blue red នេះវាមកហើយបាទអញ្ចឹងហើយយើងកន្លែងដូរ color វាយើងចង់ដូរ color ពណ៌អីក៏បានដែរកន្លែងដាក់ពណ៌ក្រហមបាទបាទនេះពណ៌ក្រហមបើយើងចង់ដាក់ពណ៌អីក៏បានដែរតែចិត្តយើងចង់ដាក់ចង់បាទហ្នឹងគឺកន្លែងដូរពណ៌ហើយកន្លែងនេះគឺសម្រាប់ដូរ font យើងចង់លេង style font អីក៏បានបាទ font មានច្រើនស្រាប់យើងចង់ដូរ font ហ្នឹងទៅជាពណ៌អីក៏បានហើយមានច្រើនបាទកន្លែង font នេះដាក់ font ហ្នឹងទៅហើយបើអាមួយនេះកន្លែងយើងដូរទូទៅក្នុងទូរស័ព្ទវាមាន lock screen យើងចង់ឲ្យ screen យើង lock ទៅប្រភេទម៉េចហើយមានច្រើនបាទយើងចូលកែសម្រួលដោយខ្លួនឯងក្នុងហ្នឹងបាទហើយនៅមួយទៀតស្រាប់មួយនេះគឺខ្ញុំដូចនិយាយមុនហ្នឹងគឺខ្ញុំប្រើប្រភេទសេវាពួក iPhone នេះសេវាវាមានច្រើនយើងឆ្លាញ់មួយណាយើងដាក់មួយហ្នឹងទៅប្រភេទសេវាវាហើយកន្លែង key ខាងក្រោមយើងចង់ឆ្លាញ់ key ប្រភេទណាយើងដាក់ key ប្រភេទហ្នឹងទៅបាទមានច្រើនបាទអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះប៉ុន្តែសារខ្ញុំទៅតម្លើងថ្មីថ្មោងដែរនេះខ្ញុំមិនសូវជាច្បាស់នេះសូមបាទអរគុណ